ឋានសួគ៌នៅលើដីដើម្បីទុកជាកេរដំណែលដល់កូនចៅខ្មែររាប់ពាន់ឆ្នាំនៅក្រោមពន្លឺទៀនអ្នកគ្រាអាត្រាក្នុងរាជវាំងដ៏ស្ងប់ស្ងាត់មហាក្សត្រវ័យក្មេងមួយអង្គបានឈរនៅចំពោះមុខព្រះវិស្ណុព្រះអង្គគឺព្រះបាទសូរ្យវរ្ម័នទី2ក្នុងកែវព្រះនេត្រដ៏មុតមមព្រះអង្គបានធ្វើសច្ចាប្រណិធានដ៏មហិមាបំផុតក្នុងប្រវត្តិសាស្ត្រសច្ចាដីមិនមែនដើម្បីអំណាចផ្ទាល់ខ្លួនប៉ុន្តែដើម្បីសន្តិភាពនិងភាពរុងរឿងអមតៈនៃមហានគរយាមជាអ្នកចម្បាំងដ៏ខ្លាំងពូកែព្រះអង្គបានដឹកនាំកងទ័ពដំរីរាប់ម៉ឺននាក់ឆ្លងកាត់សមរភូមិដើម្បីបង្រួបបង្រួមទឹកដីខ្មែរដែលធ្លាប់តែបែកបាក់ក្រោមការដឹកនាំរបស់ព្រះអង្គខ្មែរមិនត្រឹមតែខ្លាំងដោយអាវុធឡើយប៉ុន្តែខ្លាំងដោយស្មារតីសាមគ្គីអាណាចក្រខ្មែរបានរីកដុះដាលក្លាយជាមហាអំណាចតែមួយគត់ដែលពិភពលោកត្រូវស្ងប់ស្ងាត់យើងនឹងកសាងឋានសួគ៌នៅលើដីដើម្បីទុកជាកេរដំណែលដល់កូនចៅខ្មែររាប់ពាន់ឆ្នាំនេះគឺជាបន្ទូលដែលត្រូវបានចារឹកទុកក្នុងបេះដូងនៃថ្មភពថ្មនីមួយៗនៃអង្គរវត្តមិនមែនគ្រាន់តែជាសំណង់ឡើយប៉ុន្តែវាគឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់ជំនឿនិងមហិទ្ធិឫទ្ធិដែលមិនចេះរោយរាថ្មភពដែលធ្លាប់ត្រជាក់คล้ายជាកម្ដៅនៃមោទនភាពជាតិដែលដុតរំលឹកកូនខ្មែរគ្រប់ជំនាន់ឲ្យចេះស្រឡាញ់និងការពារទឹកដីដូនតាអង្គរវត្តនៅតែឈរត្រដែតជាសញ្ញានៃសច្ចាប្រណិធានដ៏ពិសិដ្ឋមួយដែលមិនអាចរលាយបាត់ពីដួងព្រលឹងខ្មែរឡើយរាប់រយឆ្នាំបានកន្លងផុតទៅទោះបីរូបកាយវិញ្ញាណប៉ុន្តែកិត្តិនាមបក្រមាវិស្ណុលោកនៅតែរស់រានជានិរន្តរ៍